ចាយលុយមិនដល់10000រៀលអាចផលិតមេថ្នាំសេរីរាង្គសម្រាប់ស្មៅអាចលាយជាមួយទឹកបានរហូតដល់2000លីត្រស្មៅគឺជាបញ្ហាចម្បងមួយនៅក្នុងការដាំដុះដំណាំហើយប្រសិនបើបងប្អូនអាចផលិតថ្នាំតាមបែបសេរីរាង្គដើម្បីកម្ចាត់និងសម្លាប់ពពួកស្មៅទាំងអស់នោះបានគឺបងប្អូនអាចកាត់បន្ថយការចំណាយបានច្រើនមែនទែនហើយអ្វីដែលកាន់តែពិសេសនៅពេលដែលយើងផលិតថ្នាំសេរីរាង្គដោយខ្លួនឯងគឺវាអត់បង្កគ្រោះថ្នាក់ទៅដល់បងប្អូនដែលជាអ្នកបាញ់ថ្នាំនឹងទេពិសេសមួយទៀតគឺវាអត់មានកាកសំណល់គីមីសល់នៅក្នុងដីណាដែលធ្វើឲ្យយូរទៅវាខូចដីធ្វើឲ្យដីរបស់បងប្អូននឹងវារិលវាក្រិនហើយយើងដាំដុះដំណាំអត់បានផលទៀតទេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបងប្អូនបណ្ដឹងអំពីរបៀបនៃការផលិតថ្នាំសម្រាប់ស្មៅតាមបែបសេរីរាង្គដោយខ្លួនឯងដែលបងប្អូនចំណាយលុយដល់10000ទេតែបងប្អូនអាចផលិតមេថ្នាំបានរហូតដល់1លីត្រដែលយើងអាចលាយជាមួយនឹងទឹកបានរហូតដល់2000លីត្របើសិនបងប្អូនប្រើប្រាស់នៅក្នុងចង្ការធំៗដូចជាកិច្ចការកស៊ូដលងមីឬក៏ស្រែបងប្អូនអាចធ្វើឲ្យបានច្រើនជាងនឹងទៅកាត់បន្ថយការចំណាយបានកាន់តែច្រើនផងដែរអញ្ចឹងសម្រាប់ការផលិតថ្នាំសម្រាប់ស្មៅតាមបែបសេរីរាង្គនេះគឺទី1បងប្អូនត្រូវតែត្រៀមវត្ថុធាតុដើមដូចជាស្កររងូមួយផ្នែកជីទឹកផ្លែឈើឬក៏បងប្អូនប្រើ GEM ក៏បានដែរមួយផ្នែកទឹកខ្មេះមួយផ្នែកអាល់កុលដែលមានកម្រិត40ដឺក្រេចំនួន2ផ្នែកបញ្ជាក់ប្រាប់បងប្អូនមួយផ្នែក2ផ្នែកដែលខ្ញុំនិយាយនេះគឺទៅតាមស្ថានភាពជាក់ស្ដែងបងប្អូនវល់ជាលីត្របងប្អូនដាក់1លីត្រទៅបើមិនបើបងប្អូនវល់ជាធុងបងប្អូនដាក់1ធុងអញ្ចឹងណាហើយចំពោះវត្ថុធាតុដើមណាដែលត្រូវដាក់2ផ្នែកបងប្អូនអាចដាក់2ធុងអញ្ចឹងទៅតាមអ្វីដែលបងប្អូនធ្វើជាក់ស្ដែងបងប្អូនធ្វើច្រើនយើងលេខលោកតាមនឹងទៅបងប្អូនធ្វើជាលក្ខណៈប្រើប្រាស់នៅក្នុងក្រុមគ្រួសារទៅបងប្អូនអាចប្រើជាកែវទៅមុខមួយកែវអញ្ចឹងណាកន្លែងណា2ផ្នែកបងប្អូនដាក់2កែវអញ្ចឹងទៅអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនឲ្យច្បាស់កន្លែងនេះឥឡូវយើងចូលដល់របៀបនៅក្នុងការធ្វើគឺងាយទេបងប្អូនយកស្កររងូដែលយើងបានត្រៀមមួយផ្នែកឬក៏មួយកែវហ្នឹងហើយនឹងជីទឹកផ្លែឈើមួយផ្នែកទឹកខ្មេះមួយផ្នែកហើយនឹងអាល់កុលដែលមានកម្រិត40%ហ្នឹងចំនួន2ផ្នែកហ្នឹងចាក់ចូលនៅក្នុងធុងឬក៏ដបតែមួយវត្ថុធាតុដើមទាំងអស់ចូលទៅក្នុងដបហើយបងប្អូនបិទគម្របហើយបងប្អូនរួនវាការរួននេះគឺធ្វើឲ្យល្បាយដែលយើងដាក់ចូលគ្នាទាំងអស់ហ្នឹងវាលាយចូលគ្នាបានល្អបងប្អូនបន្ទាប់ពីបងប្អូនឃើញថាល្បាយរបស់យើងរលាយចូលគ្នាបានសព្វហើយបងប្អូនយកដបឬក៏ធុងដែលយើងប្រើប្រាស់ដើម្បីផាបហ្នឹងយកវាទៅដាក់កន្លែងមួយលុបពីព្រោះដំណើរការនៃការកាច់ដើម្បីទទួលបានមេជីឬក៏មេថ្នាំនេះគឺវាត្រូវការសីតុណ្ហភាពត្រជាក់បងប្អូនអញ្ចឹងយើងគួរតែដាក់នៅកន្លែងណាដែលមួយលុបប៉ុន្តែមានខ្យល់ចេញចូលល្អហើយវាត្រូវការពេលរហូតដល់3ខែបងប្អូនសម្រាប់ដំណើរការនៃការកាច់រហូតទទួលបានមេជីឬក៏មេថ្នាំសេរីរាង្គដែលយើងប្រើប្រាស់សម្រាប់ស្មៅនេះបានការប្រើប្រាស់ហ្នឹងគឺបងប្អូនប្រើដូចតែថ្នាំសម្រាប់ស្មៅផ្សេងទៀតដែលបងប្អូនធ្លាប់ប្រើកន្លងមកដែរគឺយើងត្រូវយកវាមកលាយជាមួយនឹងទឹកគឺចន្លោះពី 150cc ទៅ 200cc លាយជាមួយនឹងទឹក20លីត្របន្ទាប់មកបងប្អូនកកូរវាឲ្យចូលគ្នាឲ្យសព្វហើយបងប្អូនបាញ់ទៅលើស្មៅដែលបងប្អូនចង់កម្ចាត់ទៅអញ្ចឹងរូបមន្តនៃការផលិតមេថ្នាំសេរីរាង្គដែលយើងប្រើប្រាស់វត្ថុធាតុដើមដែលយើងងាយស្រួលរកហើយចំណាយលុយតិចគឺចាំមានតែប៉ុណ្នេះទេហើយសង្ឃឹមថាវានឹងខ្លាចទៅជាប្រយោជន៍ទៅដល់បងប្អូនផងដែរចា៎អរគុណសម្រាប់បងប្អូនដែលមានបំណងចង់បានគ្រឿងម៉ាស៊ីនកសិកម្មទំនើបមានដូចជាម៉ាស៊ីនសូនចំណីសត្វម៉ាស៊ីនកិនស្រូវម៉ាស៊ីនកិនស្មៅគ្រប់ប្រភេទដែលនាំចូលពីបណ្ដាប្រទេសជប៉ុនអ៊ីតាលីម៉ាឡេស៊ីនិងប្រទេសថៃសូមធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Mintic Power តាមរយៈ Facebook Page Mintic Power Tour ឬតាមរយៈលេខទូរស័ព្ទដែលមានលើអេក្រង់នេះ